ឆ្មាខ្មៅមានន័យថាសំណាងអាក្រក់តើវាពិតមែនដែរឬទេចាស់តែនិយាយថាបើឃើញឆ្មាខ្មៅរត់កាត់មុខនឹងជួបរឿងមិនល្អបើឆ្មាខ្មៅលោតកន្លងមកឈូសនឹងធ្វើឲ្យខ្មោចលងសាហាវប៉ុន្តែមានការជឿនៅតំបន់ខ្លះថាឆ្មាខ្មៅនាំមកនៅលៀបសក្ការៈនិងមានតំបន់ខ្លះទៀតជឿថាឆ្មាខ្មៅគឺជាសត្វដែលមេធ្មប់ចិញ្ចឹមសរុបមកឆ្មាខ្មៅជាឆ្មានាំលៀបសក្ការៈឆ្មាធ្មប់ឆ្មាខ្មោចឬឆ្មាខ្មៅដែលគេក្អឹកយើងទៅស្ដាប់ប្រវត្តិរបស់វាទាំងអស់គ្នាត្រឡប់ទៅឆ្នាំ1500នៅអឺរ៉ុបមនុស្សជឿថាវាគឺជាកូនចៅរបស់មេធ្មប់វាអាចជាអំបោះហោះដេញតាមមនុស្សបានអ្នកស្រុកជឿថាមេធ្មប់ចិញ្ចឹមឆ្មាខ្មៅជាប់ជានិច្ចដូច្នេះបើឃើញអ្នកណាចិញ្ចឹមឆ្មាខ្មៅនឹងត្រូវអ្នកស្រុកចោទថាជាធ្មប់អាចនឹងត្រូវចាប់ដុតទាំងរស់ហើយការដែលជួបឆ្មាខ្មៅដើរកាត់មុខគេជឿថាអ្នកនោះនឹងជួបសំណាងមិនល្អនាពេលបន្តិចទៀតអ្នកខ្លះគ្រាន់តែឃើញស្រមោលឆ្មារត់បះសក់តែម្ដងតើវាជាឆ្មាខ្មៅឬខ្លាខ្មៅបានជាគេខ្លាចយ៉ាងនេះបើយើងត្រឡប់ថយក្រោយទៀតដល់ឆ្នាំ3000មុនគ្រិស្តសករាជក្នុងសម័យអេស៊ីបបុរាណអ្នកស្រុកអេស៊ីបគោរពបូជាឆ្មាខ្មៅខ្លាំងណាស់គេជឿថាវាជាសត្វតំណាងទេវៈបាស្តេតជាទេវៈថែរក្សាផ្ទះនិងប្រជាជនក្នុងភូមិឲ្យមានសំណាងល្អបើអ្នកណាសម្លាប់ឆ្មាក្នុងសម័យនោះអាចទទួលទោសធ្ងន់ដល់ប្រហារជីវិតចំណែកឯអ្នកស្រុកខ្មែរយើងចំនួនមុនជឿថាសត្វឆ្មាអាចយកមករំច្រៀងសុំទឹកភ្លៀងបាននៅខែដែលពួកគេព្រោះស្រូវហើយមិនមានភ្លៀងធ្លាក់ត្រឡប់មកសម័យបច្ចុប្បន្នឆ្មាខ្មៅបង្ហាញឲ្យឃើញថាការជឿតាមតំបន់នីមួយៗមិនដូចគ្នាអ្នកខ្លះស្រឡាញ់ដេកអោបយកមកចិញ្ចឹមខ្លះស្អប់គ្រាន់តែឃើញយកដំបងដេញវាយហើយបើសួរថាអ្នកស្រុកខ្មែរយើងហ៊ានស៊ីសាច់វាទេខ្ទេចគ្មានសល់